សួស្តីលោកស្រីស្ថិតនៅក្នុងទឹកដីខេត្តពោធិ៍សាត់នេះពីផ្លូវស្រុកកណ្ដៀងស្អាតណាស់ចាក់ទៅធំទូលាយអានោះផ្លូវវត្តសរិយាវត្តទេពសរិយាធ្វើផ្លូវធ្វើស្ពានហើយសងខាងមានស្រែប្រាំងអូធ្វើស្រែប្រាំងល្អដែរបងអើយគួរទៅទីចង់គយគុណមែនណាស្ពានអានេះទី2នៅទី1អត់បានថតដោយសារចរវល់នឹងស្ទះរថយន្តចេញចូលទៅវិញទៅមកអញ្ចឹងបងប្អូនមិនមកជំរៅកាយទៅស្ពានណាជ្រៅអូផ្លូវលងស្រួលទៅទំចាក់ដីគ្រូក្រហមនេះគម្រោងកស៊ូដែរណាបើតែកស៊ូមិនតាន់បានចាក់ទេហើយនេះរដូវវស្សានេះបងប្អូនមកលេងណាទេសភាពសងខាងផ្លូវដែលទឹកលិចហើយមានស្រូវខៀវសម្ងាត់គួរជាចង់គយគុណហើយអ្នកស្រែអ្នកចំការនៅទីខ្លះក៏ដាក់ម៉ងខ្លះមកមើលស្រូវអ៊ូអរនេះផ្លូវធំទូលាយជុំវិញតាមនោះសុទ្ធតែដើមថ្នោតនៅភូមិបងយ៉ាងម៉េចខាងនេះដល់ហើយដីស្រែរាប់អិចតាហើយទៅស្រូបប្រាំងនេះអញ្ចឹងមិនទឹកស្ទឹងយើងវាកំបាស់ដោយសារបងប្អូនគាត់បងយកមកគ្រប់គ្រងណាស្រែប្រាំងយើងបាទចំណែកស្ពាននេះហើយទុកសាងបានរយៈពេល1ឆ្នាំនៅកម្រងនៅពង្រីកបន្ថែមទៀតស្ពាននេះចឹងបងប្អូនមកស្រុកកណ្ដៀងនៅរដូវវស្សាជិះកាត់តាមនេះទេសភាពស្អាតណាស់ស្រូវហើយព្រមទាំងផ្លូវនេះបានចាក់ស៊ូថ្មីទៀតស្រស់សម្រាប់ភូមិមែនឥឡូវយើងមកដល់ផ្លូវបំបីហើយអានៅភូមិបឹងឈូកណាមិនយើងភូមិស្យាដល់ភូមិបឹងឈូកផ្លូវបំបីនេះដងស្ទឹងបងស្ទឹងទឹកពោធិ៍សាត់នេះរដូវប្រាំងដាំដុះដំណាំទោះបីរដូវប្រាំងក្តៅហែងបន្តិចមែនតែរុក្ខជាតិនៅដងផ្លូវទាំងអស់នៅតែស្រស់បំព្រងផ្លូវកស៊ូនេះភ្ជាប់រហូតដល់ឃុំបញ្ជោនៃស្រុកកណ្ដៀងនេះមកដល់ហងចរិតថ្មីអានេះរដូវទឹកសម្រក់ដំបងគេមកបង់ត្រីត្រូវហើយនៅទឹកឡើងថ្មីពេលទឹកលាងលើកទី1ទី2គេមកបង់ត្រីបងប្អូនសបួនបង់ត្រីអានេះបន្លែបំបីពីហងចរិតឯងហងចរិតនៅកាលនោះទៅឆ្ងាយបងប្អូន
nó là tam đi là u vậy đó chiều bờ rọt rừng bờ tốp lụa đô chụp chôn lại trái nào